លោកនេះពេលនេះយើងមានភ័ស្តុតាងនៅក្នុងដៃអស់ហើយយើងអាចចេញប្រតិបត្តិការបានគ្រប់ពេលរងចាំតែបញ្ជារបស់លោកនាយតែប៉ុណ្ណោះយើងទទួលបានទីតាំងដែលឃាតករលាក់ខ្លួនហើយមែនទេហើយឃាតករមានគ្នាប្រមាណអ្នកដែរជួយរៀបរាប់ប្រាប់ខ្ញុំបន្តិចមកឲ្យបានលម្អិតជាទីបំផុតបើតាមកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវបានបង្ហាញយ៉ាងច្បាស់ថាគេបានចេញប្រតិបត្តិការតែម្នាក់ឯងទេប៉ុន្តែគេមានមិត្តភ័ក្តិម្នាក់ទៀតដែលបានផ្សំគំនិតនិងរៀបចំផែនការជាមួយគ្នាហើយរស់នៅជាមួយគ្នាហើយយ៉ាងម៉េចទៀតទៅសែមឆាប់និយាយអស់មកណាគោលដៅរបស់ឃាតករគឺអ្នកនាង Jasmine គេទទួលបញ្ជាពីអ្នកនាង Darlin បើតាមការសន្និដ្ឋានរបស់ប៉ូលីសនិងមន្ត្រីជំនាញនេះអាចជាករណីភ្លើងប្រច័ណ្ឌណាលោកនេះភ្លើងប្រច័ណ្ឌបានន័យថាយ៉ាងម៉េចទៅវិញខ្ញុំដូចជាមិនយល់សោះនេះហើយរឿងនេះពាក់ព័ន្ធជាមួយនឹង Jasmine យ៉ាងម៉េចដែរទៅគឺអ្នកនាង Darlin ត្រូវជាគូដណ្ដឹងរបស់លោក Kim តែលោក Kim ជាសង្សារចាស់របស់អ្នកនាង Jasmine ហើយលោក Kim នេះនៅតែតាក់ទងជាមួយនឹង Jasmine ទើបអ្នកនាង Darlin ប្រច័ណ្ឌនឹងជួលឃាតករឲ្យមកសម្លាប់អ្នកនាង Jasmine តែម្ដងទៅរឿងហេតុគឺមានតែប៉ុណ្្នឹងទេលោកនេះអញ្ចឹងបានន័យថាអ្នកនាង Jasmine តាក់ទងជាមួយនឹងគូដណ្ដឹងរបស់គេត្រូវដែរទេនាងម្នាក់នេះឃើញស្លូតសុភាពទេតែចរិតពឹសពុលមិនធម្មតាមែនបានន័យថាម៉េចហ្នឹងលោកនេះមានប្រសាសន៍បែបនេះបានន័យថាលោកនេះស្គាល់អ្នកនាង Jasmine តើត្រូវដែរទេបាទតាមពិតទៅរឿងអ្នកនាង Jasmine តាក់ទងជាមួយលោក Kim ឬក៏អត់គឺយើងមិនទាន់ច្បាស់នៅឡើយទេដឹងត្រឹមថាអ្នកនាង Darlin ប្រច័ណ្ឌលោក Kim ជាមួយនឹង Jasmine សែបស្ដាប់ខ្ញុំឲ្យច្បាស់ណាខ្ញុំមិនដែលស្គាល់មនុស្សស្រីដូចជាប្រភេទអ្នកនាង Jasmine នេះទេមនុស្សដូចជានាងគ្មានតម្លៃឲ្យខ្ញុំស្គាល់ទេបាទលោកនេះមើលទៅលោកនេះដូចជាមានគំនុំជាមួយអ្នកនាង Jasmine យ៉ាងម៉េចមិនដឹងទេនេះតែរឿងហ្នឹងខ្ញុំឈប់ចង់ដឹងហើយខ្ញុំគ្រាន់តែចង់ដឹងថាពួកយើងអាចចាប់ផ្ដើមប្រតិបត្តិការនេះនៅពេលណាដែរលោកនាយគឺនៅថ្ងៃនេះនិងពេលនេះតែម្ដងព្រោះខ្ញុំចង់ឃើញមុខអាមនុស្សដែលធ្វើឲ្យប្អូនប្រុសខ្ញុំទៅជាបែបនេះណាខ្ញុំចង់ដឹងណាស់ថាតើស្បែករបស់វាស្វិតប៉ុណ្ណាពេលដែលប៉ះជាមួយនឹងក្របកំភ្លើងរបស់ខ្ញុំលោកនាយមានប្រសាសន៍នេះបានន័យថាម៉េចដែរទៀនតើអាចជួយពន្យល់ខ្ញុំផងបានទេ មិនមានអីទេណាសែបខ្ញុំចេះតែនិយាយទៅតាមិនបាច់យកទៅទុកនៅក្នុងចិត្តនោះទេបានហើយឆាប់ទៅរៀបចំសម្ភារៈនឹងឡានដើម្បីចេញទៅបង្ក្រាបករណីនេះភ្លាមទៅណាកាន់តែឆាប់រឹតតែល្អបងបានឃើញច្បាស់នឹងភ្នែកអ្នក Darlin មិនតែប៉ុណ្ណោះមានគេផ្ញើរូបភាពដែលអូននៅលើគ្រែជាមួយគេឲ្យមកបងមើលថែមទៀតផងបងមិនសរសើរអូនមិនបានទេណាមនុស្សស្រីដូចជាអូនអាចធ្វើបានគ្រប់យ៉ាងបងមិនហ៊ានផ្សងជាមួយមនុស្សដូចជាអូនទៀតនោះទេមិនដូចអ្វីដែលបងគិតទេណាឃីមអូនមិនមែនជាមនុស្សបែបហ្នឹងឡើយបងស្ដាប់អូនសិនតែគ្រប់យ៉ាងដែលបងបានឃើញនោះសុទ្ធសឹងតែជាការកាត់តទាំងអស់ហ្នឹងប្រកាសហើយហ្នឹងប្រកាសជាមានគេបំបីបំបាក់ពួកយើងខានឡើយនាង Jasmine គឺនាង Jasmine ណាបងនេះអូនឯងកាន់តែឈួតមែនទែនហើយណា Darlin គ្មាននរណាកាត់តស្អីនោះទេគឺអូនច្បាស់ណាស់បងមានទាំងវីដេអូរបស់អូនជាមួយនឹងគេទៀតអូនចង់មើលទេត្រូវហើយអូននឹកឃើញហើយគ្រប់យ៉ាងគឺនាង Jasmine គឺនាង Jasmine តែម្នាក់គុណគឺវាជាអ្នកចាំបំបីបំបាក់ពួកយើងមិនបានទេទុកវាទៀតមិនកើតទេត្រូវតែសម្លាប់វាចោលហើយបើជាយើងវាយ៉ាងម៉េចអញចង់ធ្វើស្អីយើងកុំនិយាយឲ្យតែខ្លួនឯងល្អនោះយើងស្គាល់សន្តានឯងច្បាស់ណាស់គឺឯងជាអ្នកធ្វើដាក់យើងមុនស្មានតែយើងមិនដឹងអីរឿងដែលឯងទៅតាក់ទងជាមួយនាង Jasmine ដែលជាសង្សារចាស់របស់ឯងនោះត្រូវហើយខ្ញុំមិនល្អនាងមើលរូបរាងនិងចរិតនាងឲ្យហើយទៅតែឲ្យអ្នកណាទ្រាំនៅជាមួយនាងបាននោះមនុស្សដូចជាខ្ញុំនេះគឺចូលចិត្តរបស់ដែលថ្មីមិនមែនដដែលដូចជានាងនោះទេបានហើយយើងបែកគ្នាទៅហើយកុំមកពាក់ព័ន្ធជាមួយនឹងជីវិតរបស់ខ្ញុំទៀតខ្ញុំចង់ប្រាប់នាងថាខ្ញុំធុញនាងណាស់នេះអញហ៊ានថាយើងបែបនេះផងមែនទេមិនអីទេណាអញទៅយកវាវិញចាស់តែពេលនេះវាប្រហែលជាខ្លាចតែជាខ្មោចបាត់ទៅហើយនាងនិយាយនេះបានន័យថាម៉េចទៅវិញហ្នឹងនាងធ្វើអី Jasmine ទៅនាង Darlin កុំប្រាប់ខ្ញុំថាបើសិនជាអញចង់ដឹងច្បាស់ខកទៅស៊ូវាទៀតតែប្រហែលជាពេលនេះវាមិនបានលើកទេមានតែសាច់ញាតិរបស់វាជាអ្នកលើកជំនុំ
ហើយលើតែសំលេងមេក្រូបនខ្មោចកថាបាន យ៉ាងម៉េចបើមិនជឿខោតេ នាងពិតជាអាក្រក់ខ្លាំងណាស់ដាលិនមួយជីវិតរបស់ខ្ញុំនេះមិនដែលឃើញស្រីណាអាក្រក់ចរិតដូចជានាងនោះទេនាងចាំទុកណាមួយជីវិតនេះខ្ញុំមិនដែលស្អប់អ្នកណាដូចជានាងទេសែមពួកយើងចែកផ្លូវគ្នាណាខ្ញុំទៅពីខាងមុខចំណែកលោកទៅផ្លូវខាងក្រោយព្រោះឃាតករអាចនឹងរត់គេចទៅតាមផ្លូវក្រោយបាទទទួលបញ្ជាលោកនាយប្រយ័ត្នខ្លួនផងណាពួកវាមានល្បិចច្រើនណាស់បានសែបក៏ដូចគ្នាដែរណាប្រយ័ត្នខ្លួនហើយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតនៅឲ្យស្ងៀមយើងជាប៉ូលីសកុំកំរើកប្រយ័ត្នយើងបាញ់បំបែកក្បាលឯងទៅវើយចំប៉ូលីសអត់ទេណាលោកប៉ូលីសខ្ញុំអត់បានដឹងអីទេលោកប៉ូលីសច្រឡំមនុស្សហើយឯងមានទោសពីបទប៉ុនប៉ងសម្រាប់មនុស្សឆាប់បកគលខ្លួនឲ្យប៉ូលីសទៅនោះអ្វីនឹងអាចធូរស្រាលជាងនេះបាទលោកប៉ូលីសខ្ញុំព្រមបកគលខ្លួនហើយលោកប៉ូលីសចូលមកចាប់ខ្ញុំចុះតែសូមមេត្តាទុកជីវិតឲ្យខ្ញុំផងបងយកបងឯងជាប់ឈ្មោះជាប៉ូលីសបែបហ្នឹងឧទាហរណ៍ថាមាននរណាគេធ្វើបាបខ្ញុំចុះបងឯងការពារខ្ញុំទេ ប្រកាសណាបងប្រកាសជាការពារប្អូនរបស់បងហើយជឿតែបងទៅណាគ្មាននរណាហ៊ានធ្វើអីប្អូននោះទេកុំបារម្ភខុសរឿងពេកចុះឧទាហរណ៍ថាមានគេមកធ្វើបាបខ្ញុំនោះបងគិតចង់ជួយខ្ញុំដោយវិធីណាទៅប្អូនចាំបានទេកាលនៅរៀនកាលដែលមានគេធ្វើបាបប្អូននោះបងវាយគេឡើងចិត្តស្លាប់ចិត្តរស់រហូតដល់នាយកសាលាហៅម៉ាក់ប៉ាទៅជួបនៅសាលាធ្វើកិច្ចសន្យាទៀតខ្ញុំចាំឲ្យបងតែពេលនេះមិនដូចជាពេលមុនទេខ្ញុំចង់ដឹងចម្លើយរបស់បងពេលនេះថាតំណែងជាអធិការរបស់បងនឹងការពារប្អូនដោយវិធីណាប្រហែលជាបងបាញ់គេចោលទៅដឹង មិនបាច់បកគលខ្លួនទេណាមិនបាច់បកគលខ្លួនឲ្យយើងនោះទេយើងបដូរចិត្តវិញហើយពិតមែនហើយលោកប៉ូលីសនេះបានន័យថាលោកប៉ូលីសព្រមអត់ទោសឲ្យខ្ញុំនឹងដោះលែងខ្ញុំហើយមែនទេខ្ញុំសប្បាយចិត្តណាស់ខ្ញុំសន្យាថានឹងកែខ្លួនណាលោកប៉ូលីសអូយលោកប៉ូលីសនេះលោកទៅឲ្យយមរាជជាអ្នកអត់ទោសឲ្យឯងវិញទៅអាល្ងងពេលដែលឯងបាញ់ប្អូនរបស់យើងឯងមានគិតដល់ចំណុចនេះដែរទេលោកនាយនេះលោកនាយកំពុងតែធ្វើអីហ្នឹងលោកនាយបាញ់សម្លាប់ឃាតករបែបនេះហីគេខ្ញុំគ្រាន់តែការពារខ្លួនតែប៉ុណ្ណោះតាសែមគេមានបំណងតដៃជាមួយនឹងសមត្ថកិច្ចចាំជួយសរសេររបាយការណ៍នេះផ្ញើទៅឲ្យថ្នាក់លើផងចុះអញ្ចឹងទេហីមិនអីទេលោកនាយខ្ញុំនឹងធ្វើតាមបញ្ជារបស់លោកនាយយើងឆាប់បន្តដំណើរទៅខាត់ខ្លួននៅនាងដាស់លិនបន្តទៀតទៅយ៉ាងមិនទៅឲ្យប៉ាវីមិនក៏ស្ងាត់ឆឹងបែបហ្នឹងខ្ញុំសូមមើលរូបភាពបន្តិចមកណាញ់រូបដាក់ភ្នាក់ងារស៊ើបអង្កេតផ្ញើឲ្យនោះដោយរូបសៀតណាញ់និងលក្ខណៈឬអត់មិនបានទេម៉ាក់វាជាមនុស្សដែលមានចរិតមិនចេះរងចាំខ្ញុំមិនអាចឲ្យគេដឹងនៅពេលនេះបានទេថាសៀកណៃនិងលក្ខណៈគឺជាចាស់ស្មិនហើយនឹងសូនីពិតប្រាកដខ្ញុំគួរទៅជួបភ្នាក់ងារស៊ើបអង្កេតដើម្បីលម្អិតរឿងនេះជាមុនសិនទៅបានមិនអាចឲ្យម៉ាក់វាដឹងនោះទេប៉ាវីកំពុងតែគិតអីហ្នឹងមិនបានជាមិននិយាយជាមួយខ្ញុំអញ្ចឹងមើលឲ្យទូរស័ព្ទមកខ្ញុំមើលដល់ខ្លួនឯងក៏បានមិនអញ្ចឹងទេណាម៉ាក់វាដែលខ្ញុំភ្លឹកព្រោះខ្ញុំនឹកស្មានមិនដល់ថាអ្វីដែលយើងគិតគឺខុសទាំងអស់សៀកណៃនិងលក្ខណៈមិនមែនជាកូនស្រីរបស់យើងដូចដែលពួកយើងសង្ស័យនោះទេរូបដែលអ្នកស៊ើបអង្កេតផ្ញើមកមិនមែនជាពួកគេទាំងពីរនាក់ទេខ្ញុំសុំទៅក្រៅសិនហើយណាម៉ាក់វាសួស្តីនាងមានឈ្មោះថាថនដាលិន
តើពិតមែនដែរទេបាន ចាគឺជាខ្ញុំនេះហើយលោកអធិការមានបញ្ហាអ្វីដែរបានជាមករកខ្ញុំដល់ផ្ទះបែបនេះ ពួកយើងទទួលដីកាបង្គាប់ឲ្យកោះហៅអ្នកនាងឲ្យទៅបំភ្លឺនៅឯប៉ុស្តិ៍ប៉ូលីសដូច្នេះសូមអញ្ជើញអ្នកនាងដាលិនទៅឡើងឡានតាមស្រួលណាបាន ឈប់សិនលោកអធិការនេះខ្ញុំអត់ធ្វើរឿងអ្វីខុសទេបានជាលោកមកចាប់ខ្លួនខ្ញុំបែបនេះហើយខ្ញុំត្រូវបំភ្លឺរឿងអ្វីទេប្រាប់ខ្ញុំសិនមកណានិយាយគ្នាដឹងសោះខ្មៅសិនទេ អ្នកនាងដាលិនជាប់តាក់ទងជាមួយនឹងអំពើឃាតកម្មប៉ុណ្ណឹងគ្រប់គ្រាន់ហើយនៅបានសែមឆាប់នាំខ្លួនអ្នកនាងដាលិនភ្លាមទៅ ឈប់សិនលោកប៉ូលីសខ្ញុំសុំសួរលោកបន្តិចសិនបានទេនាងចាស្មីននោះវាងាប់ហើយមែនទេវាត្រូវប្រហែលគាត់ចាំកណ្ដាលក្បាលដែរទេបានជាលោកប៉ូលីសមកចាប់ខ្លួនខ្ញុំបែបនេះ ក្មួយប្រុសក្មួយមានជីវប្រវត្តិរបស់គេទេហើយបើមានក្មួយមានចងចាំដែរទេពូក៏សង្ស័យដែរថាគេទាំងពីរនាក់នោះហើយដែលជាកូនស្រីរបស់ពូនោះបាទលោកពូនៅពីមុខខ្ញុំនេះជាឯកសារទាំងអស់របស់បុគ្គលដែលក្រុមហ៊ុនយើងសង្ស័យថាជាកូនរបស់ពូហ្នឹងហើយគេមានឈ្មោះដើមថា Jasmine ចំណែកប្អូនមានឈ្មោះថា Sonny ឪពុកមានឈ្មោះថាសម្បត្តិចំណែកម្ដាយមានឈ្មោះថា Sanna ហើយនេះជាសម្បត្តិកំណើតព្រមទាំងប្រវត្តិរូបរបស់គេទាំងពីរនាក់តែម្ដងបាទត្រឹមត្រូវហើយគឺគេនោះហើយជាកូនស្រីរបស់ខ្ញុំណាក្មួយក្មួយអើយក្មួយមានអាស័យដ្ឋានរបស់គេដែរទេពូចង់ជួបគេឥឡូវនេះពូនឹកគេណាស់ក្មួយអើយពូនឹកកូនស្រីរបស់ពូពូចង់ឃើញកូនរបស់ពូខ្លាំងណាស់ពូចង់សុំទោសកូនដោយផ្ទាល់ពូចង់អោបកូនស្រីរបស់ពូលោកពូសម្រួលអារម្មណ៍សិនទៅណាមិនយូរទេលោកពូប្រកាសជាបានជួបគេហើយអាស័យដ្ឋានរបស់គេដែលកំពុងតែស្នាក់នៅបច្ចុប្បន្ននេះចាំក្មួយផ្ញើជូនលោកពូតាម Telegram ចុះណាបាទក្មួយពូអរគុណក្មួយច្រើនណាស់ណាមិនដឹងថាប្រហែលឆ្នាំចុងក្រោយនេះកូនរបស់ពូរស់នៅរងទុក្ខយ៉ាងណាទេក្មួយអើយចាស់មិនគេធ្វើជាអ្នកបម្រើតាមផ្ទះគេទៀតកូនស្រីរបស់ប៉ាអើយកូនកំសត់ពេកហើយគ្រប់យ៉ាងគឺមកពីប៉ាដែលខ្វល់តែពីការរកលុយមិនបានផ្ដល់ពេលវេលាឲ្យកូនគ្រប់គ្រាន់ប៉ាសុំទោសណាកូនសម្លាញ់លោកពូអាចទៅរកកូនរបស់លោកពូបានហើយណាក្មួយសុំចូលរួមអបអរសាទរផងដែលក្រុមគ្រួសាររបស់លោកពូបានត្រឡប់មកជួបជុំគ្នាវិញបាទក្មួយពូអរគុណក្មួយច្រើនហើយណាដែលបានជួយពូកន្លងមកបើអញ្ចឹងពូសុំទៅរកកូនពូសិនហើយប្អូនប្រុសបងបានសងសឹកឲ្យប្អូនរួចហើយប្អូនអើយពេលណាទៅប្អូនបើកភ្នែកមកនិយាយជាមួយបងទៅប្អូនឆាប់បើកភ្នែកមកណាប្អូនចង់បានអីក៏បងបកលឲ្យប្អូនដែរប្អូនអើយបងបានបាត់បង់យូអ៊ីងម្នាក់ទៅហើយទោះជាបងត្រូវលះបង់ជីវិតខ្លួនឯងក៏បងព្រមដែរបងមិនអាចបាត់បង់ប្អូនម្នាក់ទៀតបានទេបងយោម៉ាក់និងប៉ានៅឯណាបងប្អូនចង់ជួបម៉ាក់និងប៉ាការ៉ាន់ប្អូនដឹងខ្លួនហើយហ៎ការ៉ាន់ម៉ាក់ប៉ាការ៉ាន់គេដឹងខ្លួនហើយអាឆៃឯងនៅឯណាមកមើលប្អូនមកគេដឹងខ្លួនហើយបងយោប្អូនមិនតន់អីឯណាបងកុំយំទប់ទឹកភ្នែកណាបងណាប្អូនមិនអីនោះទេហើយចុះចាស់ស្មិននោះនាងអត់មានបញ្ហាអីទេមែនទេបងចាស់ស្មីនគេមិនអីទីណាកូនចាស់ស្មីនគេមានសុវត្ថិភាពហើយកូនការ៉ាន់របស់ម៉ាក់ដឹងខ្លួនហើយម៉ាក់ពិតជាសប្បាយចិត្តណាស់កូនម៉ាក់រងចាំថ្ងៃនេះយូរណាស់មកហើយមែនហើយម៉ាក់វាការ៉ាន់កូនដឹងទេថាម៉ាក់របស់កូនបារម្ភពីកូនពេកដល់ថ្នាក់បាយមិននឹកទឹកមិនស្រេកពេលនេះប៉ាក៏មិនសូវបារម្ភពីកូនដែរហើយម៉ាក់របស់កូនក៏ដូចគ្នាណាកូនចុះបងឆៃតាណាហើយម៉ាក់មិនបានមិនឃើញបងឆៃមកមើលខ្ញុំអញ្ចឹងគាត់រវល់ធ្វើការងារមែនទេ
ចាំបងខលទៅវានឹងគ្មានធ្វើការអីទេបើវាជាប់រវល់ញ៉ាយស្រីអាចនឹងជឿចាំបន្តិចណាចាំបងខលទៅគេសិនខ្ញុំសម្លឹងមុខនៅនាងយូរទៅដូចជាសមជាមួយខ្ញុំដល់ហើយនៅនាងសូនីនៅនាងញ៉ាំអីបានជាខ្ជូតម្លេះប្រាប់ខ្ញុំផងបានទេខ្ញុំចង់ខ្ជូតដូចជានៅនាងដែរហើយពេលនោះខ្ញុំនឹងដាក់ស្នេហ៍នៅនាងឲ្យមកស្រឡាញ់ខ្ញុំថាយ៉ាងម៉េចទៅស្ដាប់ដូចជាមិនសូវច្បាស់ទេនេះចូលនិយាយច្បាស់ជាងនេះបន្តិចទៅបានទេបានហើយនៅនាងសូនីឮហើយកុំធ្វើជាមិនឮមើលខ្ញុំដឹងថានៅនាងគ្មានពាក្យអីមកតបតជាមួយខ្ញុំត្រូវដែរទេហើយណាស់ហើយទោះជាយ៉ាងណាក៏ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយបំផុតដែរហើយដែលសំខាន់បំផុតនោះគឺបរិយាកាសរឹតតែល្អដោយសារបាននៅជិតអ្នកនាងខ្ញុំគិតថាថ្ងៃនេះជាថ្ងៃល្អសម្រាប់ខ្ញុំណាអ្នកនាងឃើញអត់ពេលនេះបងយុខលមកល្មមខ្ញុំដឹងណាថាឲ្យតែខ្ញុំមានអារម្មណ៍ល្អបែបនេះដឹងតែមានតំណែងល្អកើតឡើងមកលើខ្ញុំហើយថាមិនត្រូវបងយុខលមកឲ្យឡើងតំណែងជំនួសគាត់ក៏ថាបានដែរចាឆាប់លើកឲ្យលឿនទៅណាលោកអនុប្រធានខ្ញុំសូមស្ដាប់បានទេបើមានអ្វីខុសទាស់នោះចុះមានតែស្អីឲ្យតែឃើញស្នាមញញឹមរបស់អ្នកនាងបែបនេះខ្លួនរបស់ខ្ញុំគ្មានការលាក់បាំងអីជាមួយអ្នកនាងទាំងអស់អាឡូអាឆៃហើយឯងប្រកាច់ទៅឯណាហ្នឹងខលទៅចង់5នាទីទៅហើយមិនក៏មិនលើកទូរស័ព្ទមកអញ្ចឹងហ៎ពេលនេះការ៉ាន់គេដឹងខ្លួនហើយឯងគិតតែពីរឿងញ៉ាយស្រីហ្នឹងទៅកុំគិតធ្វើការងារឬក៏មកមើលប្អូនឯពេទ្យកុំឲ្យបងជួបឯងណាប្រយ័ត្ន5ជើងរាប់មួយគ្រាន់តែប្រាប់ទុកឲ្យហើយទេវើយអាការ៉ាន់វាដឹងខ្លួនហើយមែនទេបងមិនអីទេណាប្អូនទៅដល់ឥឡូវហើយបងជួយចាំបន្តិចសិនណាប្រាប់វាផងថាកំតន់សន្លប់វិញចាំខ្ញុំទៅដល់សិនចាំគិតទៀតមកឲ្យលឿនបន្តិចមកណាកុំនៅអូកាឡាយូរពេកបានហើយពេលមកឈៀងចូលទិញបាយហើយផ្លែឈើមកផងបាទបងខ្ញុំទៅដល់ឥឡូវហើយចាំបន្តិចណាបងណាបើអញ្ចឹងប៉ណ្ណឹងសិនបានហើយជម្រាបលាបងប្រុសយ៉ាងមកទៅឲ្យលោកអនុប្រធាននេះមែនទេជាដំណឹងល្អរបស់នាងនោះស្ដាប់ឮហើយខ្ញុំចង់គៀងតាំងពីសួររហូតដល់ប្រមាណតាមពិតទៅខ្ញុំមើលទៅអ្នកនាងថ្ងៃនេះដូចជាមុខមិនសូវស្រស់សោះទើបខ្ញុំសម្ដែងធ្វើឲ្យអ្នកនាងសើចនឹងណាអ្នកនាងសូនីកុំគិតច្រើនពេកចាត់ទុកថាមិនបានលឺបងយុជេរខ្ញុំទៅចុះណាតោះពួកយើងឆាប់នាំគ្នាទៅពេទ្យការ៉ាន់គេដឹងខ្លួនហើយគេកំពុងតរងចាំពួកយើងយ៉ាងមកទៅហើយកទីងឯកសារដែលនាងយកទៅចម្លងហើយការសម្រួលនោះយ៉ាងមកទៅហើយស្ងាត់ឲ្យឆឹងតែម្ដងហើយនេះមិនឃើញជួយដំណឹងអីមកប្រាប់ខ្ញុំបន្តិចសោះនៅចាំពីមុខខ្ញុំនេះហើយឯកសារនោះអ្នកនាងលីដានេះជាឯកសារដែលបានចម្លងហើយខ្ញុំក៏បានកែតម្រូវជាច្រើនយ៉ាងលម្អិតរួចរាល់ដែរហើយចាល្អណាស់កទីងនាងពិតជាឆ្លាតណាស់ហើយចុះនាងក៏ឈប់នោះទៅណាហើយមិនបានជាមិនឃើញមកជាមួយគ្នាអញ្ចឹងកុំប្រាប់ណាថាពួកនាងកំពុងតែឆ្លោះគ្នាណាមិនបានឆ្លោះគ្នាអីទេកាត់ឈប់វាតលេងស្រុកបាត់ហើយមិនតដល់ថ្ងៃគេអុំទូកផងវាដាក់ច្បាប់ឡើងទៅមុនជិត1ខែហើយយ៉ាប់ណាស់នាងនេះខ្ជិលរកលេខដាក់គ្មានហើយចុះគេអុំទូកនៅថ្ងៃណាដែរខ្ញុំដូចជាមិនទាន់ដឹងសោះបើរាល់ឆ្នាំគឺខុសតរហូតជួយប្រាប់ខ្ញុំបន្តិចមកណាស្រុកខ្ញុំរៀបចំខ្លួនឲ្យបានល្អអុំទូកចេញភាសាគេប្ររពហើយតាមបណ្ដាខេត្តមួយចំនួននោះដូចជាខេត្តបាត់ដំបងខេត្តកណ្ដាលខេត្តកំពង់ធំអីអញ្ចឹងទៅនៅតែថ្ងៃបុណ្យអុំទូកធំគេប្ររពឡើងនៅថ្ងៃទី26ដល់ថ្ងៃទី28វិច្ឆិកាយើងនេះឯងហើយចុះនាងមានកម្រិតតលេងស្រុកដែរទេនាងកទីងហើយចុះបើតាមខេត្តមួយចំនួននោះគេប្ររពហើយនឹងគេមានធ្វើកម្មវិធីអ្វីផ្សេងទៀតដែរទេខេត្តខ្លះដូចជាខេត្តបាត់ដំបងរបស់ខ្ញុំគឺគេអាចនឹងមានការរៀបចំការប្រគំតន្ត្រីតាំងពីពណ៌អីអញ្ចឹងទៅតែឆ្នាំនេះមិនទាន់ច្បាស់ទេតាមមើលព័ត៌មានជាក់ស្ដែងវិញមិនហ៊ានថាមុនទេអើល្អដែរតាំងខ្ញុំល្បីខេត្តបាត់ដំបងយូរហើយម្យ៉ាងវិញទៀតលើថាប្រហែលថ្ងៃមុនខេត្តមួយនេះតែត្រូវបានអង្គការ UNESCO ចុះបញ្ជីបណ្ដាញទីក្រុងច្នៃប្រឌិនផ្នែកម្ហូបអាហារថែមទៀតផងកាត់តែងពិតជាមានមោទកភាពសម្រាប់ប្រទេសយើងហ្នឹងអូយពិតប្រកបហើយឥឡូវសូមស្លេះត្រឹមនឹងសិនមកបន្តសាច់រឿងយើងវិញពេលនេះនាងយកឯកសារហើយគិតចង់ធ្វើអ្វីទៀតដែរជួយប្រាប់ខ្ញុំឲ្យដឹងផងណាគឺយើងនឹងយកទៅឲ្យលោកប្រធានហើយជម្រាបប្រាប់គាត់ថាជាស្នាដៃរបស់ពួកយើងទាំង3ហើយឆ្លៀតក្នុងឱកាសនេះ
នឹងសូមឲ្យគាត់ដំឡើងប្រាក់ខែតែម្ដងខ្ញុំមិនចង់ឡើងប្រាក់ខែអីនោះទេណាគឺខ្ញុំចង់បានតំណែងណាមួយដែលខ្ពស់ជាងនេះតែនាងអាចជួយខ្ញុំបានទេកុំបារម្ភអីហ្នឹងខ្ញុំប្រកាសជាជួយនាងហើយសំខាន់ផែនការមួយនេះកុំឲ្យផ្លត់អេសាំងបើសិនជាមានការបែកធ្លាយណាមួយដឹងដល់លោកប្រធានឬក៏លោកអនុប្រធាននោះពួកយើងទាំង3នឹងត្រូវបណ្ដឹងចេញជាមិនខានឡើយកុំថាឡើយនិយាយដល់រឿងឡើងតំណែងឬប្រាក់ខែនោះទុកចិត្តលើខ្ញុំចោះណាខ្ញុំហ៊ានធ្វើរឿងនេះហើយគ្មានថ្ងៃនោះទេដែលខ្ញុំព្រមឲ្យវាបរាជ័យដល់ងាយងាយនោះនិយាយជារួមទៅក្តីសម័យរបស់ខ្ញុំគឺចង់ឃើញនាងសូនីនិងបងស្រីរបស់វាត្រូវលោកប្រធានបណ្ដឹងចេញយើងក៏មិនខុសពីពួកនាងដែររឿងមួយនេះត្រូវលាក់ការឲ្យល្អបំផុតហើយម្យ៉ាងវិញទៀតនាងជួយប្រាប់នាងកញ្ឆប់ផងកុំឲ្យវាមកវិញមកខ្លីអីសិនអូយដឹងហើយកុំបារម្ភពេកខ្ញុំស្គាល់កញ្ឆប់ច្បាស់បើសិនជាទទួលបានជោគជ័យហើយបើជានាងមិនទទួលបានលៀបសការៈអ្វីនោះប្រកាសហើយថារឿងតូចអាចខ្លាចជារឿងធំបានថាកុំបារម្ភពេកយើងមិនឆោមើលពួកនាងនៅក្នុងភ្នែកឡើយបើយើងបានខ្ពង់ខ្ពស់នោះពួកនាងក៏ត្រូវបានខ្ពស់ដូចគ្នាដែរហើយកុំភ្លេចប្រាប់នាងកញ្ឆប់ផងណាចាទទួលបញ្ជាអ្នកនាងលីដាដែលជាដៃគូដ៏ល្អបំផុតរបស់ខ្ញុំបើអស់ការអីហើយពួកយើងគិតបំបីផ្លូវគ្នាទៅវិញសិនទៅណាកុំនៅយូរពេកប្រយ័ត្នមានគេមកឃើញហើយលួចស្ដាំបើអញ្ចឹងប៉ុណ្ណឹងសិនបានហើយណាចាំជួបគ្នានៅពេលក្រោយទៅចឹងឲ្យបំបីបំបាក់គេទៀតមើលតែទុកចិត្តបានអត់ប៉ាវីដកខ្លួនឲ្យហើយតែម្ដងទៅអីតនៅតិចតិចខ្ញុំមើលទៅមិនមែនមើងងាយទេណាតែដូចបែកឲ្យមិនដឹងទេនេះចាំទៅមើលសិនទៅម៉ាក់វាអើយកុំតន់និយាយត្រូវចាំថាអ្នកខ្លាំងគេលាក់សមត្ថភាពបែបនឹងឯងគេមិនងាយបញ្ចេញនោះទេហើយមួយវិញទៀតគេមានការប្រុងប្រយ័ត្នខ្ពស់ណាស់អ្នកនាងមកអង្គុយធ្វើស្អីហ្នឹងមិនទៅធ្វើការងារក្នុងផ្ទះបាយទេហ៎ខ្ញុំជួលអ្នកនាងឲ្យមកធ្វើការពេញថ្លៃណាមិនឲ្យនាងមកអង្គុយមើលទេសភាពក្នុងផ្ទះរបស់ខ្ញុំទេខ្ញុំសុំទៅផងណាលោកបច្ចុប្បន្នហ្នឹងដែលខ្ញុំធ្វើការមួយថ្ងៃតែលោកបាច់ចាំមើលមិនឃើញបាច់ចាំមកឃើញពេលខ្ញុំអង្គុយទៅវិញដោយពាក្យចាស់លោកពលមិនខុសមែនធ្វើល្អមួយរយដងគេមើលមិនឃើញតែធ្វើអាក្រក់តែម្ដងគេឃើញឡើងលឿនណាស់មិនចឹងឯងលោកយងនេះនាងកំពុងតែឌឺខ្ញុំមែនទេនាងចាស់ស្មិនអូហូឥឡូវនេះបានសម្ដីណាស់ណោះគិតទៅមនុស្សស្រីដែលមកពីកន្លែងតូចទាបនិងគ្មានចំណេះដឹងដូចជានាងនិយាយស្ដីមិនចេះគិតពិតមែនមនុស្សដូចជានាងនេះណាគេមើលងាយមិនខុសទេអត់ទេណាខ្ញុំនិយាយតាមការពិតនោះទេឥឡូវខ្ញុំសួរលោកខ្ញុំនិយាយបែបនេះតាត្រឹមត្រូវដែរទេកុំធ្វើមកបែបហ្នឹងអីលោកប្រធានធ្វើមកដូចជាកុំគុណនឹងខ្ញុំតាំងពីជាតិណាមកក៏មិនដឹងទេនេះនាងកំពុងតែឌឺខ្ញុំមែនទេមនុស្សដូចជានាងហ្នឹងណាគ្មានតម្លៃឲ្យខ្ញុំគុំគួនទេបានហើយឆាប់ទៅធ្វើការរបស់នាងបន្តទៀតចុះខ្ញុំសួរលោកតាមត្រង់ទៅចោះណាលោកមានកំណុំអីមកលើខ្ញុំទេមិនបានជាតាមធ្វើបោកខ្ញុំមិនឈប់បែបនេះធ្វើស្អីហ៎ខ្ញុំប្រាប់នាងខ្ញុំជាចៅហ្វាយរបស់នាងខ្ញុំមានតួនាទីគ្រប់គ្រងលើនាងនិងមើលការខុសត្រូវឬមួយក៏មនុស្សដូចជានាងមិនចេះទទួលយកការកែលម្អរបស់អ្នកដទៃមែនទេមិនអីទេណាខ្ញុំអរគុណហើយតែលោកនៅកែលម្អខ្ញុំជាបន្តទៀតទៅចាស់ខ្ញុំទៅមុនហើយជួបគ្នានៅពេលក្រោយណានាងម្នាក់នេះចំជាក្បាលរឹងនឹងពូកែឌឺពិតមែនគិតទៅមនុស្សដូចជានាងកាត់មកនាំទៅធ្ងន់ផែនដីធ្វើអីណោះបាច់ជាឆ្ងាំណាស់មិនបានជារកមិនឃើញចឹងឬមកក៏មាននរណាម្នាក់លួចយើងបាត់ថយខ្ញុំកំពុងតែប្រញាប់ត្រូវការបន្ទាន់ផងសំខាន់នៅក្នុងបន្ទប់នេះគ្មានកាមេរ៉ាសុវត្ថិភាពទេយើងទ្រាំបានទេមីខ្ស៊ូនេះឈប់សិននាងឯងស៊ីរន្ទះជើងរបស់យើងសិនតែយើងក៏ឆាប់ហាញ់តាំងនាងក៏ឆាប់ចូលមកឲ្យកាន់តែលឿនតែកាន់តែលឿនកាន់តែល្អណាស់នឹងឲ្យយើងធាក់កណ្ដាស់កញ្ចប់មុនកុំឲ្យនិយាយរឿងអត់ប្រយោជន៍ច្រើនពេក
อ้าวนักเคยให้เรื่องมาก็กระติงนักกระชมจีเนลุยยกติงหาดไอกระปุกเนียงอันนิงตราลุยยกไอกระสาบักชมเตอแบบนิงตาปุเนียมีบำนองเอาไว้ติง មានបញ្ហាអីមែនទេនៅនាងសូនីបានជាមើលទៅដូចជាអន្ទះអន្ទែងយ៉ាងនេះឃើញដើរឆ្វាលចុះឆ្វាលឡើងតែម្ដងហើយនេះ មិនបានជាលោកដឹងថាខ្ញុំដាច់ឆ្វាយចោលឆ្វាយឡើងនេះកំប្រាប់ណាំងថាលោកហើយលោកឆៃនេះលោកមានបំណងអ្វីលើខ្ញុំឲ្យប្រកាសទៅឆាប់ប្រាប់មកណាំង នៅនាងសូនីនៅនាងឈប់មើលមកខ្ញុំជាមនុស្សអាក្រក់ដូចជារាល់ថ្ងៃនេះបានទេហើយមិនអីទេណាខ្ញុំសុំទោសផងចុះខ្ញុំទៅវិញសិនហើយ លោកវិឆៃអត់ទេលោកអនុប្រធាននេះលោកកំឆាប់ងើពេកណាំងមានរឿងអីក៏និយាយគ្នាតាមសម្រួលបានណាំងខ្ញុំពិតជាសុំទោសផងណាំងតែនិយាយតាមត្រង់ទៅចាស់ខ្ញុំគិតថាសុំមកនិយាយវិញភាសាជាង ខ្ញុំទេជាអ្នកខុសខ្ញុំបានលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់របស់អ្នកនាងតែគ្រប់យ៉ាងដែលខ្ញុំធ្វើគឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកនាងទេខ្ញុំគ្មានបំណងអីលើពីនឹងនោះទេបាទ អរគុណហើយណាដែលលោកបានគិតដល់សុវត្ថិភាពរបស់ខ្ញុំតែថាខ្ញុំមិនគិតថានៅពីក្រៅខ្នងរបស់ខ្ញុំនឹងមានមនុស្សស្រីប្រមាណអ្នកទេដែលបារម្ភពីលោកដែរទេនិយាយលេងទេណាខ្ញុំចង់បានន័យថាលោកមិនចាំបាច់បារម្ភពីខ្ញុំពេកទេលោកក៏ទៅយកពេលវេលាទៅបារម្ភនឹងមើលថែមនុស្សលោកស្រឡាញ់វិញទៅភាសាជាងណា បាទអ្នកនាងខ្ញុំនឹងធ្វើតាមសម្ដីរបស់អ្នកនាងតែអំបញ្ញមិញខ្ញុំមើលតាមកាមេរ៉ាគឺខ្ញុំបានឃើញអ្នកនាងកំពុងតែប្រឹងរកអ្វីមួយអាចប្រាប់ខ្ញុំបានទេបើសិនជាមិនប្រកាន់នោះ អរមែនហើយនិយាយតាមត្រង់ទៅខ្ញុំបានបាត់ឯកសារសំខាន់មួយដែលជាក្រុងតាក់ទងជាមួយការចំណាយប្រចាំឆ្នាំរបស់ក្រុមហ៊ុនមិនដឹងថាជាអ្នកណាចង់មកលួចយកទេឬមកក៏ខ្ញុំអ្វីដែរនោះទេ ចុះអ្នកនាងមានសង្ស័យទេថាបាត់ដោយសារអីមិនអីទេណាចាំខ្ញុំឆែកកាមេរ៉ាជូន និយាយតាមត្រង់ចាស់កាលពីម្សិលមិញហ្នឹងខ្ញុំភ្លេចបាត់ទ្វារការិយាល័យហើយខ្ញុំបានទាស់ទិញសម្ដីគ្នាជាមួយកតិញអ្នកកឆុំខ្ញុំគិតថាគ្មានអ្នកណាក្រៅពីនាងពីរអ្នកនោះទេ បើបែបហ្នឹងមានតែឆែកកាមេរ៉ាទេដើម្បីឲ្យបានច្បាស់តោះតែឆែកកាមេរ៉ាសិនទៅហើយចាំគិតទៀត បានអញ្ចឹងឆាប់ទៅតែម្ដងទៅណាគិតតែការដាក់កាមេរ៉ារបស់លោកមានគុណសម្បត្តិដែរតែង ពូឯងនៅឆៅទីនោះធ្វើអីឆាប់ចូលមកយើងមិនទាន់ចេញទៅក្រៅផង ម៉ែគ្រូពិតជាប្រកែមែនណោះមិនទៅសើមិនបានមែនពិតដូចជាអ្នកបណ្ឌិតក្នុង Facebook គេនិយាយមិនខុសទេម៉ាក់វា អើយើងមិនទាន់ខ្វះឯណាយើងគ្រាន់តែមើលមិនសូវច្បាស់ អូយ៉ូឈឺកណាស់វើយពូឯងមករកយើងនេះមានរឿងឲ្យយើងជួយត្រូវដែរទេ ម៉ែគ្រូពិតជាពូកែមែនប៉ាវីមិនទាន់បាននិយាយអីផងគាត់ក៏ដឹងថាពួកយើងមករកគាត់ឲ្យជួយបាត់ទៅហើយមិនងាយបានជួបគ្រូណាពូកែបែបនេះនោះទេ យើងមិនពូកែទេបើពូឯងគ្មានបញ្ហាអីស្មានតែពូឯងមករកយើងអីចាំជាល្ងងមែនពូនេះ មែនហើយម៉ាក់វាម៉ែគ្រូដូចជាកំ pl ែងណាស់ម៉ែគ្រូកូនចៅមានរឿងចង់ឲ្យជួយម៉ែគ្រូអាចទាយដឹងមុនបានទេថាកូនចៅមានរឿងអីនោះ យើងដឹងយើងធ្វើជាម៉ែគ្រូប្រកាសជាដឹងហើយពូឯងមករកយើងក៏ព្រោះតែចង់ឲ្យយើងទុះទាយថាកូនរបស់ពូឯងកំពុងស្ថិតនៅកន្លែងណាហើយធ្លាប់ជួបពូឯងដែរឬក៏អត់មែនទេ យ៉ាងម៉េចយើងនិយាយត្រូវដែរទេ ពិតជាត្រឹមត្រូវណាស់ម៉ែគ្រូពិតជាប្រកែមែនម៉ាក់វាឆាប់គោរពម៉ែគ្រូ3ដងទៅ មិនបាច់នោះទេយើងមិនត្រូវការគិតទៅពូឯងទាំងពីរនេះចាំជាល្ងងមែននៅពេលដែលពូឯងឈរនិយាយគ្នានៅក្រោមដើមស្វាយនោះយើងបានដាក់ឧបករណ៍ស្រោបសំឡេងនៅទីនោះឯងទាំងពីរអ្នកនេះនិយាយអីក៏យើងបានឮដែរ មើលតែទុកចិត្តបានអត់ប៉ាវីដកខ្លួនឲ្យហើយតែម្ដងទៅអីតននៅតិចខ្ញុំមើលតែមិនមែនមើងងាយទេណា
តែដូចបែកអាមិនដឹងទេនេះ ចាំតើមើលសិនទៅម៉ាក់វាអើយកុំតន់និយាយត្រូវចាំថាអ្នកខ្លាំងគេលាក់សមត្ថភាពបែបនឹងឯងគេមិនងាយបញ្ចេញនោះទេហើយមួយវិញទៀតគេមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ពូឯងនិយាយខ្សឹបគ្នារឿងអីហ្នឹងមានរឿងនិយាយដើមយើងមែនទេ ពូក្មេងចំនួនក្រោយដូចជាពូឯងនេះមិនស្គាល់វេទមន្តមិនស្រក់ទឹកភ្នែកពិតមែនយើងនិយាយតាក់ទងជាមួយកូនឯងតែប្រមាណម៉ាត់ទេកូនរបស់ពូឯងនៅពេលនេះគេបានជួបពូឯងទាំងពីរហើយតែពូឯងមិនស្គាល់គេឡើយម្យ៉ាងវិញទៀតគេស្គាល់ពូឯងទាំងពីរច្បាស់ណាស់ ពិតមែនអីម៉ែគ្រូដឹងទេថាមូលហេតុអីបានជាគេមិនព្រមទទួលស្គាល់ខ្ញុំបែបនេះហើយអាចប្រាប់ខ្ញុំបានទេថាគេនៅទីណារូបរាងយ៉ាងម៉េចជួយខ្ញុំផងទៅម៉ែគ្រូ មិនបានទេគ្រប់យ៉ាងមិនអាចប្រឆាំងនឹងព្រំលិខិតបាននោះទេយើងគ្រាន់តែដឹងថាគេមានឈ្មោះចាស់ស្មីននិងសូនីតែប៉ុណ្្នឹងឯងឈប់សួរយើងទៀតទៅ ម៉ែគ្រូពិតជាទាយបានច្បាស់ណាស់និយាយអញ្ចឹងក្រៅពីការទោសទាញម៉ែគ្រូមានចេះជាបាក់ជំងឺទៀតដែរទេខ្ញុំមានបងប្អូនឈឺចង្កេះមិនបាត់សោះចង់ឲ្យម៉ែគ្រូជួយ និយាយពីរឿងចេះនោះយើងស្អីក៏ចេះដែរតែពេលនេះប៉ុណ្្នឹងសិនបានហើយយើងបញ្ញាប់ចេញទៅក្រៅបន្តិចសិនពីព្រោះយើងមានណាត់ បើមិនប្រកាន់ទេម៉ែគ្រូអាចប្រាប់ពួកខ្ញុំបានទេថាចង់ទៅកន្លែងណាចាំពួកខ្ញុំជូនឡានទៅដល់តែម្ដង ល្អខ្លាំងណាស់ល្អពិតជាល្អណាស់បើអញ្ចឹងគឺយើងទៅពេទ្យថ្ងៃនេះយើងមានណាត់ជាមួយពេទ្យដោយសារតែយើងជាប់សរសៃចង្កេះដើរមិនរួចនោះទេអង្គុយមិនបានយូរឆាប់ទៅភ្លាមទៅ អូមអីទេណាម៉ែគ្រូពួកខ្ញុំសុំលាទៅមុនសិនហើយម៉ែគ្រូរកតាក់ស៊ីជិះខ្លួនឯងទៅណាព្រោះខ្ញុំក៏ត្រូវទៅពេទ្យដូចជាម៉ែគ្រូដែរតោះម៉ាក់វានៅយូរទៀតមិនបានទេ លោកវិឆ័យខ្ញុំសង្ឃឹមលើកាមេរ៉ារបស់លោកហើយហ្នឹងតែមិនបានជាកាលពីម្សិលមិញវាអេរ៉ពេញមួយថ្ងៃបែបនេះខ្ញុំគិតថាកាមេរ៉ារបស់លោកខ្សែលើខ្ញុំមែនតែនហើយនេះ ប្រហែលជាម្សិលមិញនេះដាច់ភ្លើងហើយមើលទៅចំជាចង្រៃមែនមិនអីទេណាខ្ញុំមានវិធីមួយទៀតអ្នកនាងកុំបារម្ភអីខ្ញុំនឹងប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីបានជួយអ្នកនាងណាទុកចិត្តលើខ្ញុំចុះ លោកវិឆ័យមិនបានជាលោកព្យាយាមជួយខ្ញុំបែបនេះខ្ញុំសូតាមត្រង់ចាស់ហ្នឹងលោកធ្លាប់ធ្វើកិច្ចការនេះពីមុនមកទេខ្ញុំត្រូវការវានៅសប្តាហ៍ក្រោយនេះហើយ មិនលាក់បាំងទេខ្ញុំមិនដែលធ្វើវាពីមុនមកទេតែមិនអីទេណាខ្ញុំនឹងព្យាយាមដើម្បីអ្នកនាងព្រោះខ្ញុំមិនចង់ឃើញអ្នកនាងត្រូវបង្យុកស្ដីឲ្យទេ លោកវិឆ័យលោកមិនធ្លាប់ធ្វើវាពីមុនមកនោះទេហើយលោកចង់ជួយខ្ញុំបានយ៉ាងម៉េចទេមិនអីទេណាខ្ញុំនឹងព្យាយាមធ្វើវាដោយខ្លួនឯងតិចចាស់ សូនីឲ្យតែអាចឃើញស្នាមញញឹមរបស់អ្នកនាងបែបនេះខ្ញុំអាចធ្វើបានគ្រប់យ៉ាងណាឥឡូវអញ្ចេះចុះអ្នកនាងសូនីធ្វើកម្រងនោះជាមួយខ្ញុំតែម្ដងទៅល្អទេពួកយើងនឹងបានកាន់កម្រងមួយរួមគ្នា លោកអនុប្រធានសម្រាប់ចិត្តច្បាស់ហើយមែនទេវាមិនមែនមួយម៉ោងឬក៏មួយថ្ងៃនោះទេណាគឺត្រូវធ្វើដាច់យំហើយឯងនឹងចិត្តមួយសប្តាហ៍ថែមទៀតផងហ្នឹង មិនមែន1ម៉ោងមិនមែន1ថ្ងៃទោះជាមួយជីវិតក៏ខ្ញុំយល់ព្រមដែរឲ្យតែបាននៅចិត្តអ្នកនាងប៉ុណ្ណឹងអ្នកនាងអស់ចម្ងល់ហើយនៅ លោកពិតជាពូកែនិយាយណាស់ខ្ញុំសុំទៅផងណាដែលខ្ញុំទោះសំណើចបែបនេះតែខ្ញុំគិតថាលោកពិតជាពូកែនិយាយពិតមែនមិនអីទេណាលោកដាក់ទីតាំងឲ្យខ្ញុំមកចាំខ្ញុំទៅជួបមក បាទចាំខ្ញុំផ្ញើទីតាំងឲ្យតាម Telegram ណាជួបគ្នាពីព្រឹកដល់យប់ពីយប់ដល់ព្រឹកវិញក៏បានដែរណាអ្នកនាងសូនី ចាប់បានចាំខ្ញុំទៅមុនហើយណាជួបគ្នានៅពេលក្រោយ ស្អីទៀតហើយអាឆៃអញមានការអីជាមួយបងឆាប់និយាយមកបើគ្មានការអីទេកុំមករំខានបងរវល់ធ្វើការណាយល់ទេអាប្អូនកំហូចពធឲ្យបងយុខ្ញុំមិនទាន់បាននិយាយអីផងបងឯងដេញខ្ញុំបែបនេះទៅហើយ
ក្នុងភ្នែកបងឯងដែលចាត់ទុកខ្ញុំជាមនុស្សល្អខ្លះដែរទេបងមានការអីឆាប់និយាយមកបងមានពេលឲ្យឯង15នាទីឲ្យឆាប់ឡើងមកអាឆៃបងយូប្អូនឆ្ងល់ណាស់បងឧទាហរណ៍ថាមានបុគ្គលិកបានប្រព្រឹត្តខុសពីគោលការណ៍ក្រុមហ៊ុនដូចជាធ្វើឲ្យបាត់បង់ឯកសារឬក៏អ្វីផ្សេងទៀតអញ្ចឹងណាតើអាចមានទោសបែបណាទៅបងសួរឯងតាមត្រង់ណាឆៃតាំងពីចូលធ្វើការមកឯងមានដែលបានអានកិច្ចសន្យាការងារឬក៏កុងត្រាដែរទេបើខ្ញុំបានអានខ្ញុំមិនបាច់ចំណាយពេលមកសួរបងឯងទេណាបងយុឆាប់ប្រាប់ខ្ញុំមកណាខ្ញុំត្រូវការចម្លើយពីមាត់របស់បងផ្ទាល់អូខេដែរទេបងសម្លាញ់ស្ដាប់ឲ្យចាំផងណាសម្រាប់អ្នកដែលធ្វើឲ្យបាត់ឯកសារនោះគឺអាចនឹងត្រូវបញ្ឈប់ពីការងារតែម្ដងហើយវាយ៉ាងម៉េចឯងមានបញ្ហាបាត់ឯកសារណាមួយត្រូវដែរទេអត់ទេបងយុបើអញ្ចឹងប៉ុណ្ណឹងសិនបានហើយណាបងណាខ្ញុំទៅសិនហើយជម្រាបលាលោកប្រធានហេចុះអានេះវាកើតអីវាហ្នឹងនៅសុកមកសួរសំណួរប្លែកឬមួយក៏តាក់ទងទៅនឹងឯកសាររបស់សុននេះអាឡូងនេះខ្ញុំចាស់ស្មានកំពុងតែនិយាយណាស់មានបញ្ហាអ្វីក៏ឆាប់មានប្រសាមកណា Hello Jasmine នេះបងខឹមកំពុងតែនិយាយណា Jasmine ដឹងទេថាបងខឹមម្នាក់នេះនឹក Jasmine ណាបងខឹមខំប្រឹងប្ដូរលេខទូរស័ព្ទដើម្បីបាននិយាយជាមួយ Jasmine កុំបិទទូរស័ព្ទរបស់បងអីណាបងវ៉អូនទៅចុះណា Jasmine ពួកយើងបានចាប់គ្នាយូរហើយណាបងខឹមបងដល់លែងខ្ញុំទៅកុំធ្វើជាសម្ពាធដល់ខ្ញុំទៀតអីខ្ញុំចង់ប្រាប់បងថាខ្ញុំហន់ខ្ញុំចង់នៅម្នាក់ឯងខ្ញុំមិនត្រូវការស្នេហាទៀតនោះឡើយអត់ទេណា Jasmine ពេលនេះបងនឹងគេមិនមានអីតាក់ទងជាមួយគ្នាទៀតទេដាលីនម្នាក់នោះបានរលូតកូនទៅហើយបងមិនចាំបាច់នៅជាមួយគេទៀតទេពួកយើងអាចដូចដើមបានហើយណា Jasmine បងសន្យាថាមិនធ្វើឲ្យអូនឈឺចាប់ម្ដងទៀតទេទុកឱកាសឲ្យបងខ្លះផងណា Jasmine នាង Jasmine នាងកំពុងតែយកជីវិតមកលេងសើចជាមួយកំហឹងរបស់យើងហើយហ្នឹងនាងពោះក្បាលពីរឯងនេះបែកបាក់គ្នាហើយនៅនាំរឿងរ៉ាវបំបីបំបាក់គេទៀតប៉ុណ្ណឹងបានហើយបងខឹមកុំមករំខានខ្ញុំទៀតអីពេលនេះខ្ញុំគ្មានអារម្មណ៍អ្វីជាមួយបងដូចមុនឡើយពួកយើងត្រឹមតែជាអ្នកដទៃប៉ុណ្ណឹងឈប់ខំមករំខានខ្ញុំទៀតណាឈប់សិន Jasmine បងជាមួយដាលីនគ្មានអីតាក់ទងជាមួយគ្នាទៀតនោះទេតើអូនឲ្យបងធ្វើយ៉ាងម៉េចទៅទើបអូនជឿបងឬក៏ការស្លាប់របស់បងទើបអាចឲ្យអូនជឿបានមិនចាំបាច់ដល់ថ្នាក់នោះពេកទេណាបងខឹមខ្ញុំជឿបងហើយតែបងចាំណាខ្ញុំមិនត្រឡប់ទៅរកបងវិញនោះទេខ្ញុំមិនចង់ខកចិត្តម្ដងទៀតឡើយបងខឹមបើបងបែកពីគេនោះបងអាចត្រូវអ្នកផ្សេងបានណាអ្នកផ្សេងដែលមិនមែនជាខ្ញុំ Jasmine បងសុំវល់អូនណាអូនផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេឥឡូវអញ្ចេះចុះអូនអាចទៅញ៉ាំអាហារពេលរសៀលជាមួយបងបានទេនៅថ្ងៃនេះណានៅភោជនីយដ្ឋាន Nathan Film បងវល់អូនណា Jasmine យល់ព្រមណាបងខឹមតែខ្ញុំមិនទាន់យល់ព្រមថានឹងត្រឡប់ទៅរកបងវិញឡើយល្ងាចនេះចាំជួបគ្នានៅហាង Nathan Film ទៅចាស់ណាបងខឹមយល់ព្រមណា Jasmine បងពិតជាអរគុណអូនណាស់ដែលយល់ព្រមទៅញ៉ាំអាហារពេលល្ងាចជាមួយបងមិនដឹងថាគួរបរិយាយពីទំហំចិត្តមួយនេះប្រាប់អូនរបៀបម៉េចទេណាបងស្រឡាញ់អូនណានេះ Jasmine គឺមានមនុស្សនៅក្នុងចិត្តហើយមែនទេកន្លែងដែលគេណាត់គ្នាទៅញ៉ាំគឺជាកន្លែងចាស់ដែល Jasmine ធ្លាប់ទៅជាមួយខ្ញុំទៀតនេះមែនទេជាស្នេហាដំបូងរបស់ខ្ញុំនោះទេវតាអើយខ្ញុំខុសអីទៅបានជាដាក់ទោសខ្ញុំបែបនេះទៅវិញហេតុអីទៅទេវតាអើយមានរឿងអីទៅកូនការ៉ាន់ម៉ាក់និងប៉ាបានលួចមើលកូនគឺដូចជាលួចមើលគេម្នាក់ឯងទាំងមិនសប្បាយចិត្តយ៉ាងម៉េចមិនដឹងទេនេះត្រឹមត្រូវដែរទេម៉ាក់វាពិតមែនហើយប៉ាវីកូនការ៉ាន់របស់ម៉ាក់កំពុងតែមានស្នេហាហើយមែនទេមើលទៅមុខចង់ដូចជាមិនសូវសប្បាយចិត្តសោះកំពុងតែលួចស្រឡាញ់គេម្នាក់ឯងទេដឹងមិនមែនអញ្ចឹងទេម៉ាក់និងប៉ាចេះតែនិយាយបង្អាប់កូនហើយកូនរបស់ប៉ាម៉ាក់មិនមានស្នេហាអីនោះទេបើកូនមានស្នេហាមែននោះផែនដីនេះអាលេជាជាមិនខានទេថាមត្រូវដែរអាចជាស្នេហាដំបងអីអញ្ចឹងណាហ៎ឃើញទេម៉ាក់វានិយាយត្រូវរឿងតែបន្តិចមុខក្រហមបាត់មានបញ្ហាអីក៏អាចប្រាប់ម៉ាក់និងប៉ាបានដែរមិនបាច់លាក់នោះទេ
ចាំម៉ាក់និងប៉ាជួយកូន និយាយមកណាកូនមិនចាំបាច់ខ្មាស់អៀនអ្វីឡើយបើសិនជាអាចជួយបានម៉ាក់និងប៉ាប្រកាសជាព្យាយាមជួយកូនឲ្យអស់ពីសមត្ថភាព ម៉ាក់និងប៉ាមានប្រសាសន៍បែបនេះជាការពិតដែរទេកូនដូចជាពិបាកបរិយាយអារម្មណ៍របស់កូនពេលនេះណាចុះកូនមានសំណួរអីដែលចង់សួរមកកាន់ប៉ាម៉ាក់ដែរទេក្រែងលោពួកយើងអាចផ្ដល់ជាចម្លើយទៅកូនហើយកូននឹងបានធូរចិត្តជាងនេះមិនថាអញ្ចឹងអីម៉ាក់វាកូនសុំសួរលោកទាំងពីរតែបន្តិចទេសង្ឃឹមថាម៉ាក់និងប៉ាមិនប្រកាន់ជាមួយសំណួររបស់កូនទៅចុះកូនចង់សួរថាកាលពីប៉ានិងម៉ាក់កាលពីនៅលាវធ្លាប់លួចស្រឡាញ់គេម្នាក់ឯងដែរទេកាលប៉ានៅពីកំឡោះប៉ាសាវ៉ាបន្តិចហើយកាលនោះលួយដែរហ្នឹងណាព្រោះប៉ាក៏មានសម្រស់សង្ហាមិនចាញ់ខ្លួនឯងដែរអញ្ចឹងហើយប៉ាក៏មិនសូវស្គាល់ជាតិលួចស្រឡាញ់គេម្នាក់ឯងទេ ម៉ាក់វិញក៏មិនដែលលួចស្រឡាញ់គេតែម្នាក់ឯងដែរនិយាយរួមទៅពេលមានស្នេហាគឺការយកតែម្ដង បើអញ្ចឹងមែនទោះកូននិយាយយ៉ាងណាក៏ម៉ាក់និងប៉ាមិនយល់ពីអារម្មណ៍របស់កូនដែរកូនសូមជម្រាបលាអ្នកទាំងពីរទៅកន្លែងធ្វើការសិនហើយយំមើលគេធ្វើប្រហែលជាកូនការ៉ាន់កំពុងតែលួចស្រឡាញ់កូនចាស់ស្មិនម្នាក់ឯងហើយមើលទៅតោះម៉ាក់វាគិតទៅលេងអនាគតប្រឡងរបស់យើងបន្តិចមានការអីទៅបងកុំអូសកាឡាពេកណាខ្ញុំកំពុងតែមានអារម្មណ៍មិនល្អផងអាការ៉ានបងដឹងណាថាឯងកំពុងតែលួចស្រឡាញ់ចាស់ស្មិនតែឯងមិនដឹងទេថាចាស់ស្មិនជាបងស្រីលេខារបស់បងហើយលេខារបស់បងនោះគឺជាសង្សាររបស់បងហើយមានតាក់ទងអីជាមួយខ្ញុំទៅបងខ្ញុំមិនមែនជាអ្នកជំរឿនទេណាមិនបាច់ប្រឹងរៀបរាប់ប្រាប់ខ្ញុំនោះទេណែអាពេតឬមួយក៏ឯងមិនចង់បានចាស់ស្មិនធ្វើជាសង្សារទេមិនអីទេអញ្ចឹងបងទៅវិញក៏បានដែរណាឯងនៅលួចស្រឡាញ់គេម្នាក់ឯងទៀតទៅចុះអាមុខស្រឡាញ់គេតែម្នាក់ឯងឈប់សិនមើលបងមានបញ្ហាអីក៏និយាយមកណាខ្ញុំចាំស្ដាប់ក៏បានដែរចាំស្ដាប់ណាពេលនេះសូនីដែលជាលេខារបស់បងហើយត្រូវជាអនាគតបងថ្លៃរបស់ឯងនោះបានបាត់ឯកសារសំខាន់មួយហើយឯកសារនោះត្រូវការពេលតែមួយសប្តាហ៍តែប៉ុណ្ណោះដើម្បីរៀបចំឡើងវិញបើសិនជាឯងជួយបងដើម្បីធ្វើវានោះបងនឹងប្រាប់សូនីឲ្យបញ្ចុះបញ្ចូលបងស្រីគេឲ្យមកមើលចិត្តគ្នាជាមួយឯងណាមានអីលើសពីនេះដែរទេបងបើអស់ហើយខ្ញុំទៅមុនសិនហើយចាំខ្ញុំផ្ដល់ចម្លើយឲ្យពេលក្រោយវិញ លោកយកមកតាហែងលោកកំកាត់អេសានណាញ់លោកកុំអភ័យខ្ញុំបានទេខ្ញុំភ័យណាស់លោកក្រានឆាប់ដឹងខ្លួនឡើងមក ចាស់ស្មិនអ្នកនាងមានសុវត្ថិភាពហើយមែនទេខ្ញុំសប្បាយចិត្តណាស់ពេលឃើញអ្នកនាងរួចផុតពីគ្រោះថ្នាក់បែបនេះអ្នកនាងចាស់ស្មិនខ្ញុំចង់ប្រាប់អ្នកនាងថាខ្ញុំស្រ គ្រប់យ៉ាងគឺមកពីនាងស៊ីណាញ់នាងគឺជាមនុស្សស្រីដែលនាំរឿងមុននឹងកូនយុបានខលប្រាប់ខ្ញុំអស់ហើយថាក្មួយការ៉ាន់ជាអ្នករងគ្រោះជំនួសនាងកាត់ទៅនាងជាមនុស្សស្រីដែលនាំគ្រោះខ្លាំងណាស់អ្នកបងឆាប់បណ្ដេញនាងចាញ់ភ្លាមទៅ អូនឯងពិតជាប្រកែកខ្លាំងណាស់ដាលីនមិនធ្វើឲ្យបងខកបំណងពិតមែនណាបើបានគេងជាមួយអូនបែបនេះរាល់ថ្ងៃបងច្បាស់ជាមានអាយុវែងជាជាមិនខានទេ បងក៏ពូកែមិនធម្មតាដែរណាអូនមានក្តីសុខណាស់អូនសង្ឃឹមថាបងនឹងជួយអូនណានៅពេលនេះអូនពិតជាត្រូវការបងខ្លាំងណាស់ដើម្បីជួយដល់អូនដើម្បីកម្ចាត់មនុស្សម្នាក់ហ្នឹង កំចាត់អូនចង់ឲ្យបងទៅកំចាត់នរណាទៅឆាប់និយាយមកចុះបងព្រមធ្វើតាមអូនគ្រប់យ៉ាងមិនថាត្រូវឡើងភ្នំភ្លើងឬក៏ចុះទៅបាតសមុទ្រទេបងព្រមតាមអូនគ្រប់សពបែបយ៉ាងទាំងអស់ មិនដាច់ថ្នាក់នឹងពេកទេណាអូនមិនដាច់ចិត្តឲ្យសម្រាប់ចិត្តរបស់អូនធ្វើរឿងបែបនឹងឡើយអូនគ្រាន់តែចង់ឲ្យបងតែកម្ចាត់មីចាស់ស្មីនចោលអូនពិតជាស្អប់វាខ្លាំងណាស់វាបំបាយបំបាក់ក្តីសុខរបស់អូន ដាលីនអូនពិតជាព្រមទទួលយកបងមែនដែរទេឬមួយក៏អូនគ្រាន់តែបោកបងប្រើតែប៉ុណ្ណោះ ហេតុអ្វីបានជាបងនិយាយបែបនេះទៅវិញក្នុងភ្នែកបងចាត់ទុកអូនជាមនុស្សបែបណាទេបងមិនទុកចិត្តអូនមែនទេ
អូនបានបកគោគ្រប់យ៉ាងជូនបងអស់ហើយហ្នឹងសូមបីតែខ្លួនប្រានតើបងមិនជឿអូនទេបើសិនជាបងមិនជឿអូនទេអូនអាចស្លាប់ដើម្បីបញ្ជាក់ពីចិត្តស្មោះរបស់អូនបានហ្នឹង មិនបាច់ដល់ថ្នាក់នឹងពេកទេណាបងជឿអូនហើយដាលិនចុះអ្នកចាស់របស់អូននោះអូនគិតយ៉ាងម៉េចជាមួយគេដែរឬមួយក៏អូនមិនទាន់ដាច់ស្រេចជាមួយគេទេ អូនបានធ្វើការលែងលះជាមួយគេហើយហ្នឹងបងមិនចាំបាច់បារម្ភនោះទេពេលនេះអូនមានតែបងតែម្នាក់ប៉ុណ្ណឹង មិនអីទេបងមិនចង់សួររកហេតុផលអូនបន្តទៀតទេសម្រាប់ថាអូនចង់ឲ្យបងទៅកម្ចាត់នាងចាស្មិននៅថ្ងៃណាដែរបងបថុយដើម្បីអូនទៅចុះណា គឺនៅរសៀលនេះនាងចាស្មីនវាទៅភោជនីយដ្ឋានណាឋានហ្វីមពេលវាចេញពីទីនោះឆាប់បាញ់បំបែកក្បាលវាចោលតែម្ដងទេអូនមិនចង់ឃើញមុខវានៅលើផែនដីនេះតទៅទៀតនោះទេ បានបងនឹងធ្វើតាមសម្ដីរបស់អូនអូនចាំតែទទួលដំណឹងល្អពីបងចុះបងមិនធ្វើឲ្យអូនអស់សង្ឃឹមទេបងកំពុងតែចង់ឃើញឈាមមនុស្សស្រក់ផងបងសូមអរគុណម្ដងទៀតណាចាស្មីនដែលអូនព្រមញ៉ាំអាហារមួយពេលនេះជាមួយបងហើយបងក៏នៅតែសុំទោសអូនម្ដងហើយម្ដងទៀតនេះជាកំហុសរបស់បងដែលមិនខ្វល់ពីអូននិងមើលថែអូនឲ្យបានល្អ នេះចាត់ទុកថាជាកាដូដែលពួកយើងបានគ្នាទៅចាស់ណាបងឃីមខ្ញុំនិយាយតាមត្រង់ទៅចាស់ខ្ញុំគ្មានអារម្មណ៍អ្វីជាមួយបងដូចមុនឡើយរឿងរបស់យើងទាំងពីរបានបញ្ចប់ទៅហើយយើងគួរតែឈប់រំលឹកពីវាទៀតទេ បងគ្រាន់តែចង់សុំឱកាសពីអូនម្ដងទៀតតែប៉ុណ្ណោះអូនអើយទុកឱកាសឲ្យបងម្ដងទៀតបានទេបងសុំវល់អូនណាបងគ្រាន់តែចង់សុំឲ្យអូនលើកលែងទោសបងនឹងបង្ហាញឲ្យអូនឃើញថាបងឃឹមម្នាក់នេះមិនដូចមុនទៀតនោះទេជឿបងម្ដងទៅណាចាស្មីនបងអាចយកជីវិតមកធានាបាន បងឃីមមិនចាំបាច់ដល់ថ្នាក់នោះពេកទេណាខ្ញុំព្រមលើកលែងទោសឲ្យបងហើយខ្ញុំសង្ឃឹមថាបងនឹងអាចកែប្រែខ្លួននឹងមកធ្វើជាមនុស្សដែលមានចរិតដូចមុនទៅចាស់ ពិតមែនណៃចាស្មីនអូនព្រមត្រូវគ្នាជាមួយបងហើយមែនទេទីបំផុតអូនព្រមលើកលែងទោសឲ្យបងហើយបងស្រឡាញ់អូនណាស់ចាស្មីននេះគេត្រូវគ្នាហើយមែនទេ ខ្ញុំស្មានមិនខុសមែនមនុស្សស្រីគេចាត់ទុនអញ្ចឹងទេអីចាស្មីនបើសិនជានាងព្រមទទួលយកគេហើយខ្ញុំក៏ព្រមដោះលែងមិនរំខាននាងទៀតទេពេលនេះខ្ញុំយល់ហើយថាអ្វីជាស្នេហ៍ដំបូងតាមពិតស្នេហ៍ដំបូងគឺជាការចងចាំបែបនេះសោះ បងឃីមមិនមែនអញ្ចឹងទេណាមិនដូចជាអ្វីដែលបងគិតនោះទេខ្ញុំព្រមអភ័យទោសឲ្យបងពិតមែនព្រមអត់ទោសឲ្យបងនិយាយដោយស្មោះត្រង់ទេខ្ញុំមិនចង់មានកម្មពៀជាមួយបងទៀតនោះទេតែខ្ញុំក៏មិនមែនបានន័យថាត្រឡប់ទៅធ្វើជាសង្សាររបស់បងម្ដងទៀតនោះទេអរគុណហើយបងឃីមដែលបានស្រឡាញ់ខ្ញុំកន្លងមក ចាស្មីនកំហុសបងធំណាស់មែនទេបានជាអូនមិនអាចលើកលែងឲ្យបងបានបែបនេះ សំបីម្ដងក៏មិនអាចដែរណោះអូនដឹងទេថាបងស្រឡាញ់អូនណា បងថាបងស្រឡាញ់អូនណាស់តែបងមកទង្វើនឹងចរិតរបស់បងចាស់បងត្រូវចាំថាអាការរបស់មនុស្សគ្រប់រូបมันមានច្រើនឡើងបានហើយបានភ្លេចអូនចោលតែងអូនឆ្អែតចិត្តហើយ អ្នកនាងចាស្មីនប្រយ័ត្នហួយចំជាចង្រៃមែនវើយអាចឈួតនេះវាប្រកាច់មកពីណាហ្នឹងតែមិនអីទេយើងផ្ញើទុកសិនចុះ ការ៉ាន់លោកយកមកទៅហើយលោកកំកាត់អេសាណាញ់លោកកុំអភ័យខ្ញុំបានទេខ្ញុំភ័យណាស់លោកការ៉ាន់ឆាប់ដឹងខ្លួនឡើងមក ចាស្មីនអ្នកនាងមានសុវត្ថិភាពហើយមែនទេខ្ញុំសប្បាយចិត្តណាស់ពេលឃើញអ្នកនាងរួចផុតពីគ្រោះថ្នាក់បែបនេះអ្នកនាងចាស្មីនខ្ញុំចង់ប្រាប់អ្នកនាងថាខ្ញុំស្រ ការ៉ាន់លោកឆាប់ដឹងខ្លួនមកណាលោកឆាប់និយាយជាមួយខ្ញុំមកការ៉ាន់ឆាប់ដឹងខ្លួនឡើងខ្ញុំមិនឲ្យលោកតាណានោះទេ
លោកចង់និយាយឲ្យមកកាន់ខ្ញុំក៏ឆាប់និយាយមកចោះឆាប់មកនិយាយជាមួយខ្ញុំណាលោកការ៉ាន់លោកការ៉ាន់ការ៉ាន់កូនឆាប់ដឹងខ្លួនមកវិញមកណាម៉ាក់មានកូនពៅតែម្នាក់ប៉ុណ្ណឹងបើសិនជាកូនមានបញ្ហាអ្វីនោះតែពួកយើងនឹងទៅជាយ៉ាងណាទៅការ៉ាន់កូនកូនលឺម៉ាក់ហៅទេឆាប់ក្រោកឡើងមកថ្ងៃនេះម៉ាក់បានធ្វើម្ហូបឲ្យកូនចូលចិនតែមិនបានជាកូនមិនញ៉ាំចឹងកូនអើយកូនឆាប់ក្រោកឡើងមកកូនរបស់យើងជាមនុស្សល្អប្រកាសជាគ្មានបញ្ហាអ្វីកើតឡើងនោះទេម៉ាក់វាធ្វើចិត្តឲ្យត្រជាក់ណាចាំលោកគ្រូពេទ្យចាញ់មកជូនដំណឹងមកកាន់ពួកយើងវិញសិនទៅឲ្យខ្ញុំស្ងប់ចិត្តយ៉ាងម៉េចបានទៅប៉ាវីខ្ញុំមានកូនពៅតែម្នាក់ប៉ុណ្ណឹងកូនបណ្ដោះចិត្តរបស់ខ្ញុំតែម្នាក់ដែលជ្រើសរើសយកជំនាញពេទ្យគេជាអ្នកស្នងតំណែងដុកទ័រពីខ្ញុំតើវាថាទៅមើលឲ្យខ្ញុំស្ងប់ចិត្តដោយវិធីណាទៅគឺគ្រប់យ៉ាងក៏មកពីខ្ញុំទេណាបើសិនជាពេលនោះលោកការ៉ាន់មិនតែរងគ្រោះកំ pl ែងចំនួនខ្ញុំទេគេក៏មិនមានបញ្ហាអ្វីដែរគ្រប់យ៉ាងក៏មកពីខ្ញុំទាំងអស់នាងដឹងខ្លួនបែបនេះគឺល្អហើយបើសិនជាគ្មានវត្តមាននាងមកពាក់ព័ន្ធជាមួយនឹងប្អូនប្រុសរបស់ខ្ញុំទេប្អូនខ្ញុំក៏គ្មានបញ្ហាអ្វីដែរខ្ញុំនិយាយតាមត្រង់ទៅចុះខ្ញុំមិនដឹងថានាងជាមនុស្សស្រីប្រភេទណាទេនិយាយឲ្យអាក្រក់ស្ដាប់បន្តិចចុះសម្រាប់ខ្ញុំនាងជាមនុស្សស្រីចង្រៃខ្លាំងណាស់តាំងពីនាងចូលមកក្នុងជីវិតការ៉ាន់គេមានបញ្ហាមិនចេះចប់ទេហេតុអីបានជាកូនប្រើប្រាស់ពាក្យសម្ដីបែបនេះទៅវិញអញ្ចឹងយំកូននិយាយបែបនេះបានន័យថាម៉េចវិញទេយំកូនចេះប្រើប្រាស់សម្ដីគ្មានការគោរពទៅកាន់អ្នកដទៃបែបនេះដោយវិធីណាទៅបើនឹងម៉ាក់មិនដែលបង្រៀនកូនឲ្យមើលងាយគេបែបនេះទេណាយុកូនឆាប់សុំទោសចាស់ស្មិនភ្លាមទៅសុំទោសនេះម៉ាក់និងប៉ាកំពុងតែត្រូវស្រីម្នាក់នេះពង្វក់ស្មារតីឲ្យមែនទេខ្ញុំប្រាប់ម៉ាក់និងប៉ាឲ្យដឹងទៅចុះនាងម្នាក់នេះមិនធម្មតានោះទេឃើញតែមិនមាត់តែក្នុងចិត្តរបស់នាងគឺសាហាវណាស់មិនអីទេណាខ្ញុំនឹងប្រើប្រាស់ឈ្មោះជាអធិការរបស់ខ្ញុំទៅចាប់អាឃាតករដែលបានបាញ់ប្រហារមកលើការ៉ាន់ដោយផ្ទាល់អាយុឆាប់មកវិញភ្លាមកូនឯងចង់ទៅណានឹងយុកូនមិនអាចធ្វើអីផ្ដេសផ្ដាស់បាននោះទេកូនយុមកវិញអ្នកទាំងពីរក្មួយការ៉ាន់យ៉ាងម៉េចទៅហើយបាទហើយមិនបាញ់មិញខ្ញុំឃើញកូនយុគេដើរចេញទៅយ៉ាងលឿនតើមានបញ្ហាអីដែរអ្នកទាំងពីរគ្មានបញ្ហាអីទេតឡងពេលនេះពួកយើងកំពុងតែរងចាំគ្រូពេទ្យចេញពីក្នុងបន្ទប់វាកាត់មកវិញសិនពួកយើងមិនទាន់ដឹងច្បាស់នៅឡើយទេថាកូនការ៉ាន់នឹងទៅជាយ៉ាងណាគ្រប់យ៉ាងគឺមកពីនាងស៊ីណាញ់នាងគឺជាមនុស្សស្រីដែលនាំរឿងមុននឹងកូនយុបានខលប្រាប់ខ្ញុំអស់ហើយថាក្មួយការ៉ាន់ជាអ្នករងគ្រោះជំនួសនាងកាត់ទៅនាងជាមនុស្សស្រីដែលនាំគ្រោះខ្លាំងណាស់អ្នកបងឆាប់បណ្ដេញនាងចេញភ្លាមទៅអ្នកមីងអ្នកមីងកំពុងតែចែកខ្ញុំត្រូវដែរទេអ្នកមីងចែកខ្ញុំថាជាស្រីចង្រៃស្រីនំគ្រោះមែនទេមិនបានជានាងមិនឆ្លើយតបជាមួយយើងអញ្ចឹងនាងស៊ីណាញ់អ្នកកំពុងតែផ្គើនជាមួយយើងមែនទេអ្នកបងមកចរិតរបស់នាងអញ្ចឹងឆ្លើយហើយមិនគោរពចាស់ទុំទៀនម៉ាក់វាប៉ុណ្ណឹងសិនបានហើយណាក្មួយសៀកណៃក៏មិនចង់ឲ្យរឿងនេះកើតឡើងដែរកុំមិនទោសគ្នាអីត្រូវហើយអ្នកបងខ្ញុំជឿតែកូនចាស់ស្មិនក៏មិនចង់ឲ្យមានបញ្ហាបែបនេះកើតឡើងដែរនេះមិនមែនជាកំហុសរបស់កូនចាស់ស្មិននោះទេនិយាយតាមត្រង់ចោះណាញ់ខ្ញុំមិនចង់មានរឿងច្រើនជាមួយនាងនោះទេក៏ព្រោះតែនាងមានឈ្មោះដោយកូនស្រីរបស់ខ្ញុំដែលបាត់ទេតែបើតាមមើលចរិតនាងខ្ញុំចង់ទៅផ្ទះកំភ្លៀងនាងទេមិនអីទេណាញ់អ្នកមានចង់ចេះចង់ស្ដីចង់និយាយអ្វីក៏ខ្ញុំទទួលយកទាំងអស់ខ្ញុំពិតជាខុសពិតមែនខ្ញុំទទួលយកគ្រប់យ៉ាងបើសិនជាអ្នកមីងចង់តែកំភ្លេងខ្ញុំនោះក៏តែមកចាស់កូនយុជេរមួយថ្ងៃតែនាងមិនយំយើងនិយាយតែបន្ទិញនាងរកការចង់យំបាត់ទៅហើយនាងចាំជាមានល្បិចច្រើនមែននាងស៊ីណាញ់អំបាញ់មិញនេះអ្នកមីងខាងនោះនិយាយថាកូនគាត់ដែលបានបាត់ទេមានឈ្មោះថាចាស្មីនឬមកក៏គាត់គឺជាឪពុកម្ដាយរបស់ខ្ញុំសំខាន់បងចាស្មីនគាត់បានបដូរឈ្មោះទៅជាសៀកណៃទៀនឬក៏គាត់មិនចង់ឲ្យប៉ាម៉ាក់ស្គាល់
អ្នកមីងខ្ញុំជាប្អូនស្រីរបស់បងសៀតណៃមានឈ្មោះថាសូនីងអត់ទេមានឈ្មោះពិតថាលក្ខណៃអ្នកមីងនិងអ្នកគ្រប់គ្នាដែលនៅទីនេះខ្ញុំពិតជាសុំទោសចំពោះបងសៀតណៃផងណាខ្ញុំមិនចង់ចលុកមន់ជាមួយពួកមនុស្សលាក់ពុនដូចជានាងនោះទេណាខ្ញុំមកទីនេះគឺដើម្បីស៊ូសុកទុកក្មួយការ៉ាន់តែក្មួយការ៉ាន់មិនទាន់ដឹងខ្លួនសោះលោកដុកទ័រកូនប្រុសរបស់ខ្ញុំយ៉ាងម៉េចទៅឲ្យលោកដុកទ័រ កូនរបស់អ្នកស្រីកំពុងតែស្ថិតនៅក្នុងការតាមដានយ៉ាងដិតដល់ពីខាងក្រុមគ្រូពេទ្យពួកយើងបានវះកាត់យកគ្រាប់កាភ្លើងចេញពីខ្លួនគេបានរួចរាល់ហើយតែគេដឹងខ្លួនពេលណានោះពួកយើងមិនហ៊ានថាមុនទេបាន បើអញ្ចឹងក៏បានន័យថាកូនប្រុសរបស់ខ្ញុំបានរួចផុតពីគ្រោះថ្នាក់ហើយមែនទេលោកដុកទ័រឆាប់និយាយមកណាថាកូនប្រុសរបស់ខ្ញុំយ៉ាងម៉េចទៅហើយ មិនច្បាស់ទេបានគ្រាប់បានបុកចំឆ្អឹងខ្នងប៉ះពាល់ខ្លាំងណាស់គេអាចក្លាយជាមនុស្សរុក្ខជាតិក៏ថាបានដែរបាន ថាម៉េចកូនប្រុសរបស់ខ្ញុំអាចនឹងខ្លាចជាមនុស្សរុក្ខជាតិអញ្ចឹងអីនេះលោកដុកទ័រកូនខ្ញុំ អ្នកស្រីសម្រួលអារម្មណ៍សិនទៅណាស្ដាប់ខ្ញុំនិយាយឲ្យចប់សិនបានទេខ្ញុំនឹងតាមដានគេរយៈពេលប្រមាណជាមួយសប្តាហ៍ទៀតបើសិនជាគេមិនដឹងខ្លួននោះទេប្រហែលជាបែបនឹងមែនហើយអញ្ចឹងពួកខ្ញុំត្រូវរងចាំយ៉ាងយូរមួយសប្តាហ៍ទៀតមែនទេលោកគ្រូពេទ្យទើបអាចដឹងស្ថានភាពប្អូនប្រុសរបស់ខ្ញុំថារូបគេនឹងទៅជាយ៉ាងណានោះបានគឺបែបនឹងហើយបានសូមសម្រួលចិត្តឲ្យស្ងប់ហើយរងចាំស្ដាប់លទ្ធផលពីគ្រូពេទ្យពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីជួយលោកការ៉ាន់ណាបានលោកនាយចង់ចាញ់ប្រតិបត្តិការរឿងនេះដោយផ្ទាល់មែនទេបាទខ្ញុំគិតថាវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ណាលោកនាយហើយម្យ៉ាងវិញទៀតយ៉ាងម៉េចដែរទៅសែមឆាប់និយាយមកណាឬមួយក៏សែបគិតតែខ្ញុំគ្មានសមត្ថភាពក្នុងការធ្វើរឿងនេះទេចង់និយាយអីក៏និយាយឲ្យចំមកណាអត់ទេណាលោកនាយខ្ញុំមិនហ៊ានដល់ថ្នាក់នឹងទេគឺខ្ញុំគិតថាលោកនាយកម្រចេញមុខក្នុងរឿងក្តីបែបនេះណាទើបខ្ញុំមានក្តីបារម្ភនឹងណាខ្ញុំគ្មានបំណងអ្វីលើសពីនេះនោះទេមិនអីទេណាសែបខ្ញុំអរគុណសែបសម្រាប់ក្តីបារម្ភមួយនេះតែសមត្ថភាពបាញ់កំភ្លើងរបស់ខ្ញុំនៅច្បាស់ណាស់នៅតែល្អទោះបីខ្ញុំមិនសូវបង្ហាញមុខជាអធិការក៏ដោយតែខ្ញុំតែងតែទៅហ្វឹកហាត់ជានិច្ចលោកនាយបើសិនជាមិនយល់ទាស់ទេខ្ញុំសូមចូលរួមក្នុងបេសកកម្មនេះផងបានទេព្រោះបើមានគ្នាគឺប្រសើរជាងម្នាក់ឯងណាលោកនាយហើយអាឃាតករម្នាក់នោះបើតាមដឹងវាមានបកពួកច្រើនណាស់បានប្រកាសជាបានតែខ្ញុំចង់ចាប់ខ្លួនវាដោយផ្ទាល់ដៃដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ហើយបើសិនជាវាហ៊ានតដៃនោះខ្ញុំនឹងបាញ់បំបែកក្បាលវាដោយដៃរបស់ខ្ញុំផ្ទាល់លោកនាយបើបែបនឹងមែនតែយើងគួរចាប់ផ្ដើមនៅថ្ងៃណាដែរលោកនាយហើយយើងត្រូវចាប់ផ្ដើមដោយវិធីណាដែរលោកនាយអាចប្រាប់ពីផែនការមកខ្ញុំបានដែរទេគឺចាប់ផ្ដើមពីពេលនេះតែម្ដងសែបចាំស្ដាប់ឲ្យច្បាស់ណាខ្ញុំចង់ក្តោបបាក់ពួកវាទាំងអស់តែម្ដងមុនដំបូងយើងត្រូវស៊ើបរឿងនេះឲ្យបានច្បាស់ពិសេសគឺតាក់ទងជាមួយនឹងអាឃាតករនេះឯងត្រូវតែប្រកាសពីកន្លែងលាក់ខ្លួនរបស់វាត្រូវដឹងឲ្យច្បាស់ថាវាមានគ្នាប៉ុន្មាននាក់ហើយអ្វីដែលសំខាន់នោះគឺភ័ស្តុតាងបាទលោកនាយទទួលបញ្ជាខ្ញុំនឹងទៅរៀបចំចាត់ចែងឥឡូវនេះសែបត្រូវចាំណាខ្ញុំចាត់ទុកសែបដូចជាសមាជិកគ្រួសារខ្ញុំអញ្ចឹងបើស្លាប់គឺយើងស្លាប់ជាមួយគ្នាម៉ាក់វាមិនបានជាម៉ាក់វាឯងនិយាយសម្ដីអាក្រក់ដាក់ក្មួយសៀកណៃម្លេះម៉ាក់វាឯងមិនមានអារម្មណ៍ដូចខ្ញុំទេអីមានអារម្មណ៍យ៉ាងម៉េចទៅតើវាកំពុងតែនិយាយពីអ្វីហ្នឹងខ្ញុំដូចជាមិនយល់សោះជួយបញ្យល់ខ្ញុំឲ្យច្បាស់បន្តិចមកណាខ្ញុំមានអារម្មណ៍ថាក្មួយសៀកណៃនិងក្មួយលក្ខិណាគឺជាកូនស្រីបង្កើតរបស់យើងណាម៉ាក់វាឯងមានសង្កេតឃើញទេពេលដែលក្មួយលក្ខិណាគេចាប់ផ្ដើមនិយាយដំបូងគេថាគេមានឈ្មោះសូនីបន្ទាប់មកគេថាគេមានឈ្មោះលក្ខិណាវិញហើយបងរបស់គេពេលជួបយើងដំបូងគេនិយាយថាគេមានឈ្មោះថាចាស្មិនតែគេនិយាយថាមានឈ្មោះសៀកណៃទៅវិញខ្ញុំស្រាប់តែនឹកដល់សម្ដីម៉ែគ្រូបាត់ទេកូនរបស់ពូឯងនៅពេលនេះគេបានជួបពូឯងទាំងពីរហើយតែពូឯងមិនស្គាល់គេឡើយម្យ៉ាងវិញទៀតគេស្គាល់ពូឯងទាំងពីរច្បាស់ណាស់មែនហើយប៉ាវីខ្ញុំពេលនោះខាងខ្លាំងពេកក៏ភ្លេចចាប់អារម្មណ៍តែម្ដងទេ
តែខ្ញុំជឿថាបើគេជាកូនរបស់យើងមែនគេប្រកាសជាប្រាប់ពួកយើងហើយមិនមែនឲ្យយើងតាមរកគេបែបនេះនោះទេ ខ្ញុំក៏មិនដឹងច្បាស់ដែរណាម៉ាក់វាថាមិនត្រូវគេកំពុងតែខឹងស្អប់យើងថែមទៀតហើយរឿងមួយទៀតដែលខ្ញុំកត់សម្គាល់នោះគឺគ្រប់ពេលដែលសៀកណៃគេនិយាយមកកាន់ពួកយើងគេតែងតែអួលដើមកចង់ស្រក់ទឹកភ្នែកជានិច្ច មែនហើយចុះបើគេជាកូនស្រីរបស់យើងមែនប្រហែលជាគេស្អប់ពួកយើងខ្លាំងណាស់ហើយមើលទៅអូខ្ញុំភ្លេចឲ្យឆឹងថាកាលពីមុនខ្ញុំធ្លាប់ឲ្យខ្សែកទៅកាន់ពួកគេម្នាក់មកខ្សែមិនដឹងថាពេលនេះគេនៅមានខ្សែកនោះដែរឬក៏អត់ទេប៉ាវីបើសិនជាគេមានយើងប្រកាសចិត្តបានហើយថាគេគឺជាកូនស្រីរបស់យើង 100% តើនេះមែនទេជាខ្សែកដែលលោកប៉ាអ្នកម៉ាក់ធ្លាប់បកលឲ្យពួកយើងនោះបងអើយតើបងអាចប្រាប់ខ្ញុំបានទេថាលោកពូអ្នកមីងដែលយើងជួបនៅមន្ទីរពេទ្យនោះជាប៉ាម៉ាក់របស់យើងត្រូវទេប៉ាត់មែនហាសូនីពួកគាត់ទាំងពីរជាប៉ាម៉ាក់របស់យើងប្អូនខាញ់ទេគាត់មិនបានស្លាញ់ពួកយើងឡើយគាត់ចេះស្ដីពួកយើងតាំងពីឃ្លាឆ្ងាយពីគាត់យើងទាំងពីររស់នៅវេទនាជាងស្លាប់ទៅទៀតក៏ប៉ុន្តែគាត់មានដែរខ្វះខ្វាយពីសក្តិគាត់ទាំងពីរដែរទេចម្លើយនោះគឺមិនដែរទេបងពិតជាស្អប់ប៉ាម៉ាក់ខ្លាំងណាស់បងចាស្មីនមិនបានជាបងនិយាយបែបនេះទៅវិញខ្ញុំគិតថាមិនមែនប៉ាម៉ាក់មិនស្រឡាញ់ពួកយើងនោះទេតែគាត់តាមរកពួកយើងមិនឃើញបងមានចាំបានសម្ដីដែលពួកគាត់និយាយមកកាន់បងទេនិយាយតាមត្រង់ចោះហ្នឹងខ្ញុំមិនចង់មានរឿងច្រើនជាមួយនាងនោះទេក៏ព្រោះតែនាងមានឈ្មោះដូចកូនស្រីរបស់ខ្ញុំដែលបាត់ទេតែបើបងដឹងការដែលគាត់និយាយបែបនេះគឺដើម្បីឲ្យគ្រប់គ្នាគិតថាគាត់ជាមនុស្សល្អប៉ុណ្ណឹងតែបងដឹងទេប៉ានឹងម៉ាក់ជាមនុស្សដែលមានលុយច្រើនណាស់បើសិនជាគាត់ចង់ជួបពួកយើងមែននោះគាត់ចំណាយតែបន្តិចបន្តួចដើម្បីតាមរកពួកយើងក៏ឃើញដែរក៏ប៉ុន្តែគាត់មិនធ្វើនោះទេមិនអីទេណាតែបងដឹងទេពេលនេះខ្ញុំពិតជាចង់ឲ្យប៉ាម៉ាក់ខ្លាំងណាស់ខ្ញុំខានឲ្យពួកគាត់យូរហើយមែនហើយម៉ាក់វាខ្ញុំភ្លេចឲ្យឈឹងថាពួកយើងអាចមានវិធីសាស្ត្រមួយទៀតដើម្បីបញ្ជាក់ថាគេគឺជាកូនស្រីរបស់ពួកយើងម៉ាក់វាឯងចាំបានទេតើជារឿងអីទៅប៉ាវីឆាប់និយាយមកណាខ្ញុំកំពុងតែចង់ដឹងផងព្រោះខ្ញុំក៏ចង់ជួបកូនរបស់យើងផងដែរណាម៉ាក់វាឯងចាំបានទេពួកយើងបានជួលអ្នកស៊ើបអង្កេតឲ្យស៊ើបរឿងកូនស្រីយើងគេធ្លាប់ប្រាប់យើងថាគេមានតម្រុយពីកូនរបស់យើងទាំងពីរចាំមើលខ្ញុំខលទៅសួរគេសិនជំរាបសួរលោកពូខ្ញុំជាភ្នាក់ងារផ្នែកស៊ើបអង្កេតមានឈ្មោះថាភក្តីលោកពូខលមកខ្ញុំមានការអីដែរបាទជំរាបសួរក្មួយចាំពូបានទេពូដែលបានជួលក្មួយឲ្យតាមរកកូនស្រីទាំងពីរនោះណាក្មួយចាំបានហើយលោកពូទេមកក្មួយនេះតើលោកពូមានការអីដែលអាចក្មួយជួយបានដែរទេបាទក្មួយមិនមានអ្វីច្រើនក្រៅពីរឿងតាក់ទងជាមួយនឹងកូនស្រីទាំងពីររបស់ពូនោះទេណាពូគ្រាន់តែចង់ដឹងថាក្មួយមានតម្រុយអីពីគេខ្លះហើយចាប់តាំងពីថ្ងៃដែលក្មួយមកជួបពូនោះបាទលោកពូក្មួយបានទៅជួបគេផ្ទាល់ហើយតែគេថាគេគ្មានម៉ាក់ប៉ានោះទេគេថាប៉ាម៉ាក់របស់គេបានលាចាកលោកនេះបាត់ទៅហើយក្មួយមានរូបថតគេខ្លះទេអាចផ្ញើឲ្យពូមើលបានដែរទេក្មួយព្រោះពេលនេះពូបានជួបក្មេងស្រី2នាក់ដែលពូគិតថាគេគឺជាកូនស្រីរបស់ពូបាទលោកពូមិនអីទេចាំក្មួយផ្ញើរូបគេទាំងពីរតាមប្រព័ន្ធ Telegram ឲ្យលោកពូប៉ុន្តែ Telegram របស់លោកពូប្រើប្រាស់លេខអីដែរបាទឬក៏ជាលេខដែលលោកពូកំពុងតែខលមកកាន់ក្មួយនេះគឺជាលេខដែលពូកំពុងតែខលទៅកាន់ក្មួយនេះហើយពូមិនមានលេខផ្សេងទៀតទេបាញ់អញ្ចឹងចាំក្មួយផ្ញើទៅឲ្យលោកពូមានអីជាចម្ងល់សម្រាប់សួរក្មួយទៀតដែរទេលោកពូអត់មានទេតែក៏មិនប្រកាសដែរណាចាំពេលដែលពូមានរឿងអីត្រូវឆ្ងល់ពូនឹងតាក់ទងទៅក្មួយបន្ថែមទៀតអញ្ចឹងប៉ុណ្ណឹងសិនបានហើយណាក្មួយពូអរគុណច្រើនជម្រាបលាបាទលោកពូជម្រាបលាលោកពូអរគុណច្រើនយ៉ាងមិនទៅឲ្យប៉ាវីអ្នកស៊ើបអង្កេតគេនិយាយអីខ្លះដែរទេគេមានបានតម្រុយបន្ថែមពីកូនស្រីរបស់ពួកយើងដែរទេពេលនិយាយដល់រឿងកូនកាន់តែធ្វើឲ្យខ្ញុំទះសាហើយហ្នឹងចាំមើលបន្តិចទៀតគេផ្ញើរូបមកឲ្យយើងមើលហើយដល់ពេលនោះយើងអាចប្រកាសចិត្តបានហើយថាអ្នកណាជាកូនស្រីរបស់យើងនោះម៉ាក់វាមិនអីទេណាធ្វើចិត្តឲ្យស្ងប់សិនទៅមនុស្សល្អព្រះគង់ទៅជួយទេ